មិនក៏ដាំបាយច្រើនម្ល៉េះឲ្យតួតដាំប៉ុណ្ណឹងហើយបានស៊ីឆ្អែតអើយគ្នាទៅ2នាក់ឲ្យដាំបាយដល់ទៅមកផ្ទះថ្នោតឲ្យស៊ីមិនអស់ហ៎រឿងអីស៊ីមិនអស់បាយប៉ុណ្ណេះខ្ញុំស៊ីតែម្នាក់ឯងនោះស៊ីមិនគ្រាន់ផងអើយវាមិនដែលទេហ៎ឯងសាក់ស៊ីទៅមើលចឹងស៊ីអស់លីងអូយមេមានការងារអីទៀតអត់ហើយឯងចង់ធ្វើអីទៀតតែឯងសម្រេចបំណងធ្វើការរបស់ឯងហើយទៅឆាប់ទៅក្នុងជាងឯងវិញទៅអូយខ្ញុំមិនទៅទេការងារធ្វើមួយផ្លែតអញ្ចឹងខ្ញុំចង់បានការងារយូរនេះឯងនេះនិយាយមិនចេះស្អាប់គ្នាសោះបីយើងលែងខ្វល់ហើយឯងទៅណាក៏ទៅរត់នេះជាចង់ស្អីទៅអូនេះគឺជាឆ្អឹងគោដែលខ្ញុំស៊ីមិញអាប្រកាច់ឯងស៊ីគោអញអស់ហើយអូយមកខ្ញុំអត់ការងារធ្វើឲ្យទៅស៊ីគោតែម្ដងទៅហើយរួចឯណាផ្ទះអញហើយបន្ទាប់ពីស៊ីគោហើយអត់ការងារទៀតខ្ញុំក៏ដល់ផ្ទះមេឯងលេងទៅហើយមេឯងមានការងារឲ្យខ្ញុំទៀតអត់អានេះវៃមានមកតាមអញមកអើយតើមេចង់ខ្ញុំធ្វើអីទៀតទៅនេះគឺជាគោនឹងនង្គ័លហើយនោះគឺជាដីស្រែរបស់យើងឥឡូវណាឯងឆាប់ជួស្រែនេះភ្លាមទៅតែគោនៅសល់តែមួយទេព្រោះឯងស៊ីអស់មួយទៅហើយអូជាមួយខ្ញុំជួស្រែមិនបាច់ប្រើគោទេអើយអាយ៉ាចេននេះពិតជាសាហាវមែនគិតរកអសុយឲ្យជួយសិនអសុយយីពូមានកាយហ្នឹងអើយមិញយើងរើបានជាគៀងទឹកមួយហើយវាចេះអាយ៉ាមួយមកយីមែនទេពូចឹងពូមានបានបំណងប្រាថ្នា3ទេអូយប្រាថ្នា3ស្អីវាមិនអោយទេហើយវាថែមទាំងទៀមទាឲ្យយើងបំពេញប្រាថ្នាឲ្យវាមួយវិញទៀតផងមិនក៏ចម្លែកម្លេះក្នុងរឿងដូចជាមិនមែនអញ្ចឹងទេពូទើបនិពន្ធរឿងថ្មីមែនទេនេះវៃអញខំនិយាយមែនទេវាថាអញនិពន្ធរឿងទៅវិញចុះបើពូយករឿងអញ្ចឹងមកនិយាយនោះមានអ្នកណាជឿពូទៅចុះធំខ្លួនអីឈាមហ្នឹងអាសុយផ្ទះឯងឆេះហើយអើយអមេកណើសុកផ្ទះខ្ញុំឆេះអញ្ចឹងវាមិនដែលផ្ទះមានដែលដុតខ្លួនវាទេវាតើតែមានអ្នកដុតហើយហើយអ្នកណាដុតផ្ទះយើងទៅឆាប់ចេញភ្លាមមកគឺខ្ញុំជាអ្នកដុតនេះជាស្អីហ្នឹងវានេះហើយជាយៈនៅក្នុងជាទៀងដែលយើងនិយាយមិញនោះវាទើបទៅដុតផ្ទះអញមិញដែរហ្នឹងអើយចាំមិនក៏វាដល់ដុតផ្ទះគេអញ្ចឹងព្រោះមកពីវាអត់ការងារធ្វើឥឡូវណាឯងឆាប់រកការងារឲ្យវាទៅហើយបើមិនអញ្ចឹងទេនោះវាដាក់ដុតផ្ទះគេផ្សេងទៀតលើហើយរកការងារយ៉ាងម៉េចទៅការងារអីក៏បានដែរឲ្យតែប្រើពេលយូរហ៎ណែអាចិននេះគឺជាការងាររបស់ឯងហើយនេះជាស្អីទៅនេះគឺជាកូនដើមទុរេនឯងត្រូវតែដាំនិងមើលថែរហូតដល់តែវាមានផ្លែណាវាគឺជាការងាររបស់ឯងហើយឆាប់ទទួលទៅអាសុយមួយតើវិធីនេះជោគជ័យអត់ប្រកាសជាជោគជ័យឲ្យពូហើយអ្មេចក៏ឯងច្បាស់ម្លេះពូគិតទៅមើលដីភូមិយើងនេះដាំទុរេនមិនបានផ្លែទៅអញ្ចឹងការងារវាណាគ្មានថ្ងៃបានសម្រេចទេមែនវ៉ៃឯនេះពិតជាឆ្លាតមែនណាជួយផងបិសាចជួយផងតើអឿនមិនមានរឿងអីហ្នឹងអើយមានបិសាចវាចាប់គោតាស៊ីអស់3ក្បាលទៅហើយឥឡូវនោះវាដេញបានទៀតពួកឯងណាឆាប់រត់ភ្លាមទៅមេមានការងារឲ្យខ្ញុំធ្វើទៀតអត់អាចិននេះក្រែងឯងមានការងារដាំទុរេនហើយទៅតែមិនក៏មកទៀតចឹងអូយខ្ញុំដាំហើយឥឡូវបានផ្លែហើយទៅអើយយើងមិនជឿទេនាំយើងទៅមើលសិនទៅដើមទុរេនចេញផ្លែរបស់វាមែនណាឯនេះប្រើល្បិចហើយដើមទុរេនណាដាំចេញផ្លែលឿនចឹងនោះខ្ញុំមិនបានប្រើល្បិចទេគឺខ្ញុំប្រើថ្នាំគីមីនេះទៅ